បាទថ្ងៃនេះដែរខ្ញុំមានមុខម្ហូបថ្មីមួយទៀតហើយដែលសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាចូលទស្សនាគឺមុខម្ហូបម្ទេសផ្លោកឆាជាមួយសាច់ជ្រូកស្ងោរដំបូងដាំទឹកឲ្យពុះរួចស្រុះសាច់ជ្រូករួចស្រង់ចេញបន្ទាប់មកទៀតយើងដាក់ខ្លាញ់ចូលខ្លាញ់ក្តៅដាក់ម្ទេសចូលដើម្បីបំពងវាបន្ទាប់មកដាក់សាច់ជ្រូកចូលបំពងជាមួយគ្នារួចហើយយើងស្រង់ទុកមួយឡែកសិនខ្លាញ់ក្តៅដាក់ខ្ទឹមនិងខ្ញីចូលបន្ទាប់មកទៀតដាក់បន្លែនិងសាច់ដែលយើងបំពងរួចដាក់ចូលបន្ទាប់ពីឆាសាច់និងបន្លែឲ្យឆ្អិនល្មមក៏យើងវាយគ្រឿងទេសចូលចុងក្រោយដាក់ម្សៅឆាចូលឆាត្រឡប់បញ្ចូលគ្នាជាការស្រេចបាទអរគុណបងប្អូនអរគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់បាទជួបគ្នាជាមួយវីដេអូខ្ញុំថ្មីនៅលើកក្រោយទៀតបាទសូមអរគុណ